សេចក្តីជូនដំណឹងប្រសង់ព្រមទាំងពុទ្ធបរិស័ទវត្តភ្លួងបាសាក់បៃឆៅមានសេចក្តីវិយោគសោកស្ដាយយ៉ាងក្រៃលែងសូមប្រគេននឹងជូនដំណឹងដល់ព្រះករុណាព្រះគុណម្ចាស់គ្រប់ព្រះអង្គនិងពុទ្ធបរិស័ទទាំងអស់ឲ្យបានជ្រាបថាព្រះដេចគុណអន្តៈសវណ្ណថេរយឿងយ៉ានព្រះចៅអធិការវត្តភ្លួងបាសាក់បៃឆៅព្រះអង្គបានទទួលអនិច្ចធម្មនៅថ្ងៃពុទ្ធ13កើតខែចេសឆ្នាំរកានិព្វស័កពុទ្ធសករាជ2561ត្រូវនឹងថ្ងៃ7មិថុនាឆ្នាំ2017វេលាម៉ោង 14:50 នាទីដោយចរិយាពាទ្យក្នុងប្រជន្មាយុ95ព្រះវស្សាកម្មវិធីបុណ្យជាបណកិច្ចត្រូវបានចាត់តាំងនៅទីអារាមដ្ឋានវត្តភ្លួងបាសាក់បៃឆៅរយៈពេល5យប់5ថ្ងៃចាប់តាំងពីថ្ងៃ14កើតខែចេសឆ្នាំរកានិព្វស័កពុទ្ធសករាជ2561ត្រូវនឹងថ្ងៃទី8មិថុនាឆ្នាំ2017តទៅអាស្រ័យដោយបានជម្រាបជូនខាងលើនេះសូមព្រះករុណាគ្រប់ព្រះអង្គនិងពុទ្ធបរិស័ទទាំងចាស់ទទើជ្រាបអំពីព័ត៌មានដ៏ក្រៀមក្រំនេះជីវប្រវត្តិព្រះរាជគុណឧបជាអន្តៈសវណ្ណថេរយឿងយ៉ានព្រះចៅអធិការវត្តភ្លួងបាសាក់បៃឆៅព្រះដេចគុណព្រះឧបជាយឿងយ៉ានកើតនៅភូមិចាក់ទទឹងខាងកើតឃុំតៃវ៉ាំងស្រុកមីសៀងខេត្តសុកត្រាំងញោមប្រុសនាមយឿងនៅញោមស្រីនាមធីផែលប្រសូតនៅថ្ងៃច័ន្ទខែមករាឆ្នាំកបញ្ញស័កពុទ្ធសករាជ2465គ្រិស្តសករាជ1921ព្រះដេចគុណមានបងប្អូនបង្កើតតែ2នាក់ប៉ុណ្ណោះគឺព្រះដេចគុណជាបងនិងឧបាសិកានាមយឿងធីអៀមជាប្អូនលុះចម្រើនវ័យវឌ្ឍនាការអាយុ15ឆ្នាំម្ដាយឪពុកបាននាំកុមារយឿងយ៉ានឲ្យទៅនៅវត្តភ្លួងបាសាក់បៃឆៅដើម្បីរៀនអក្សរសាស្ត្រខ្មែរនិងលេខនិពន្ធអំពីលោកគ្រូសឹងកោះអស់រយៈកាល3ឆ្នាំលុះប្រជន្មាយុ18ឆ្នាំឪពុកម្ដាយដោយចង់ឲ្យកូនមាននិស្ស័យនឹងព្រះពុទ្ធសាសនាក៏បានស្នើសុំព្រះដេចគុណព្រះអរិយឃោសាបញ្ញាវិសុទ្ធិនាមលីអិនឲ្យយុវជនយឿងយ៉ានបានបួសជាសាមណេរក្នុងឆ្នាំរោងទស័កពុទ្ធសករាជ2484គ្រិស្តសករាជ1940លុះដល់ប្រជន្មាយុគម្រប់21ឆ្នាំហើយសាមណេរយឿងយ៉ានក៏បានបំពេញឧបសម្បទាជាភិក្ខុក្នុងឆ្នាំមមេបញ្ញស័កពុទ្ធសករាជ2487គ្រិស្តសករាជ1943ដោយមានព្រះដេចគុណអរិយឃោសាបញ្ញាវិសុទ្ធិនាមលីអិនជាព្រះឧបជាលោកគ្រូបញ្ញាវិសាលថេរព្រះនាមលំបែនជាកម្មវាចាលោកគ្រូមង្គលសុវណ្ណម៉ាយលៀងជាអនុសាវនាចារ្យព្រះឧបជាប្រទាននាមបញ្ញត្ថាអន្តៈសវណ្ណភិក្ខុយឿងយ៉ានបានឡើងជាពហុសូត្រឆ្វេងក្នុងប្រជន្មាយុ36ឆ្នាំនាឆ្នាំចសង្រិទ្ធិស័កពុទ្ធសករាជ2502គ្រិស្តសករាជ1958ព្រះគ្រូពហុសូត្រអង្គនេះត្រូវបានពុទ្ធបរិស័ទចំណុះជើងវត្តជ្រោយទឹមចាស់ឃុំដៃតឹមសពថ្ងៃជាសង្កាត់លេខ10និមន្តទៅធ្វើជាព្រះចៅអធិការវត្តជ្រោយទឹមចាស់ក្នុងប្រជន្មាយុ39ឆ្នាំ
នាឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2505គ្រិស្តសករាជ1961លុះមកដល់ឆ្នាំថោះបញ្ញស័កពុទ្ធសករាជ2507គ្រិស្តសករាជ1963ព្រះជន្មាយុ41ឆ្នាំព្រះអង្គក៏វិលត្រឡប់មកកាន់វត្តលួងបស័កបៃឆៅវិញព្រះអង្គបានទទួលតំណែងជាព្រះពហុសូតស្ដាំក្នុងប្រជន្ម42ឆ្នាំនាឆ្នាំរោងឆស័កពុទ្ធសករាជ2507គ្រិស្តសករាជ1965បន្ទាប់ពីថ្ងៃបុណ្យបូជាសពព្រះរាជគុណបញ្ញាវិសាលថេរលំបែនព្រះចៅអធិការនិងលោកគ្រូពហុសូតមង្គលសវណ្ណម៉ៃលៀងត្រូវបានទទួលតំណែងជាព្រះឧបជានិងព្រះចៅអធិការវត្តលួងបស័កបៃឆៅបន្តមកលុះដល់មកព្រះជន្មាយុ53ឆ្នាំក្នុងឆ្នាំថោះសប្តាហ៍ស័កពុទ្ធសករាជ2519គ្រិស្តសករាជ1975បន្ទាប់អំពីធ្វើបុណ្យបូជាសពព្រះដេចគុណឧបជាមង្គលសវណ្ណម៉ៃលៀងព្រះចៅអធិការវត្តលួងបស័កបៃឆៅរួចមកលោកគ្រូពហុសូតអន្តៈសវណ្ណថេរយើងយ៉ានក៏ត្រូវបានគណៈមន្ត្រីសង្ឃខេត្តសុកត្រាំងនិងភិក្ខុសាមណេរព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តលួងបស័កបៃឆៅស្របមតិគ្នាជាឯកច្ឆន្ទប្រគេនតំណែងសមណាសាសជាព្រះឧបជានិងជាព្រះចៅអធិការវត្តលួងបស័កបៃឆៅតមកក្នុងតំណែងជាព្រះចៅអធិការនិងជាព្រះឧបជានេះព្រះដេចគុណយើងយ៉ានតែងដឹកនាំព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តឲ្យខិតខំប្រឹងប្រែងរៀនសូត្រប្រកបការងារចិញ្ចឹមជីវិតឲ្យត្រឹមត្រូវតាមកន្លងធម៌អាវិន័យព្រះពុទ្ធសាសនាផងនិងសមស្របតាមកន្លងច្បាប់រដ្ឋផងដោយព្រះតីប្រកបទៅដោយមេត្តាធម៌ដ៏ជ្រាលជ្រៅចំពោះភិក្ខុសាមណេរដែលជាសិស្សានុសិស្សនិងពុទ្ធបរិស័ទជាចំណុះជើងវត្តលុះដល់មកប្រជន្ម83ឆ្នាំនាឆ្នាំរកាសប្តាហ៍ស័កពុទ្ធសករាជ2549គ្រិស្តសករាជ2005ព្រះអង្គក៏មានអាពាធត្រូវបានភិក្ខុសាមណេរនិងគណៈកម្មការអាចារ្យញោមវត្តនាំព្រះអង្គទៅមន្ទីរពេទ្យ121នាទីក្រុងកឹងថើអស់រយៈកាល15ថ្ងៃរោគគាពាធក៏បានធូរស្រាលសះស្បើយឡើងវិញលុះប្រជន្មាយុឈានចូលមក84ព្រះវស្សាព្រះសង្ឃជាសិស្សានុសិស្សនិងគណៈកម្មការអាចារ្យញោមវត្តព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តក៏បានប្រារព្ធធ្វើពិធីបុណ្យចម្រើនព្រះជន្មប្រគេនដល់ព្រះដេចគុណនាថ្ងៃសុក្រ15កើតខែពិសាខឆ្នាំចអន្តស័កត្រូវនឹងថ្ងៃទី12ឧសភាឆ្នាំ2006ដើម្បីឲ្យព្រះអង្គមានសុខុមាលភាពបរិបូរណ៍គង់ជាមលុបដកត្រជាសម្រាប់សិស្សានុសិស្សនិងពុទ្ធបរិស័ទតទៅមុខទៀតលុះមកដល់ថ្ងៃទី7កើតខែជេសឆ្នាំរកានៅបស័កពុទ្ធសករាជ2561ត្រូវនឹងថ្ងៃទី1មិថុនាឆ្នាំ2017ព្រះអង្គក៏មានអាពាធធ្ងន់សារជាថ្មីម្ដងទៀតភិក្ខុសាមណេរសិស្សានុសិស្សនិងគណៈកម្មការអាចារ្យញោមវត្តក៏បានខិតខំនាំព្រះអង្គយកទៅមន្ទីរពេទ្យដើម្បីព្យាបាលប៉ុន្តែដោយអាការៈរោគលើកនេះមានកម្លាំងខ្លាំងក្លាយ៉ាងក្រៃលែងផងណាមួយមកអំពីព្រះដេចគុណមានប្រជន្មាយុចរាពេកផងទោះបីគ្រូពេទ្យដែលសុទ្ធតែវេជ្ជបណ្ឌិតយ៉ាងចំណានខិតខំព្យាបាលយ៉ាងណាក៏ដោយក៏មិនអាចជួយស្រោចស្រង់ប្រជន្មាយុព្រះដេចគុណឲ្យផុតអំពីអនត្តាធម៌បានឡើយលុះចូលមកដល់វេលាម៉ោង 14:50 នាទីថ្ងៃពុធ13កើតខែជេសឆ្នាំរកានៅបស័កពុទ្ធសករាជ2561ត្រូវនឹងថ្ងៃ7មិថុនាឆ្នាំ2017ស្ដេចមច្ចុរាជដ៏មានមហិទ្ធិឫទ្ធិក៏ចូលមកកាត់ផ្ដាច់ព្រះជន្មាយុព្រះដេចគុណ
នៅចំពោះមុខភិក្ខុសាមណេរសិស្សានុសិស្សនិងពុទ្ធបរិស័ទចំណុះជើងវត្តនាំយកវិញ្ញាណក្ខន្ធរបស់ព្រះអង្គទៅកាន់ពិភពថ្មីដែលគួរឲ្យសោកស្ដាយជាទីបំផុត